Sư đây con này cái này cứ nhưng mà ăn bị chua và ổn trà miên bờ lá đây nhưng mà ăn cho mình nồng sâm cô sụt đá và ổn trà hay năng bột sạch và ổn sạch đây bờ lá đài chụp bông xem bông sụt như này cứ năm pizza tong con này trà năm pizzaแบบนั้นcứ dân ăn tới cứ ban sọc lọ mà chăm ăn preo con này ăn prái mà chăm ăn prái của ông ăn prái là sao đàn chả là sao tại vì bột năng ăn ba pí của ông thằng nhát ba ăn biết cứ miên các bạn hàng lớn muối các bạn hàng cầu muối thằng nhát chăm ăn ở prái khăn đến nó ông con này trà bạn xem máu này anh ấy cứ phải mà sân năng ăn ở chợ nọ pi lít không phải ổn ở chợ nọ đọc pi lít trà đọc pi lítนี่คือយើងmónបានពីក្បាលបងប្អូនចាអាមកធំៗហ្មង2គីឡូអីហ្នឹងដូចបាន2ក្បាលបងប្អូនតែសារទំហំរបស់វាគឺធំហើយជ្រៅល្អបងប្អូនចាដូចបានគឺបានឆ្អិនល្អលឿនទៅបងប្អូនកម្លាំងភ្លើង12,000 វ៉ាត់ណាបងប្អូនគ្នាចាគឺស៊ីភ្លើងតិចបងប្អូនគ្នាដោយសារតែវាចំអិនលឿនដោយមានក្បាលអាំង2ឆ្នាំពីសន្ទាប់អាំងបានសពល្អហើយស៊ីភ្លើងតិចទៀតតើឥឡូវនេះដាក់តាមចូលចាំទៅណាដាក់ទៅមកចាំចាំដាក់តាមទៀតនេះអូខេនេះដាក់តាមទៀតនេះsebabយើងមានការអមេដាក់ខាងណាបងប្អូនខាងចានេះខាងណាការរុញចូលណាចាពេលយើងរុញចូលគឺវាលោតភ្លើងបងប្អូនចាប្រភេទម៉ាស៊ីននេះគឺប្រភេទម៉ាស៊ីនអូតូអញ្ចឹងពេលយើងដកឆ្នាំងចេញគឺវាលោតភ្លើងពេលយើងរុញចូលគឺវាមានភ្លើងវិញចាខ្ញុំធ្វើការបើកភ្លើងមកបើកមុខងារមកនេះឃើញទេខ្ញុំចុចក្នុងបាច់គឺវាលោតមុខងារផ្សេងៗទៀតយើងឃើញទេចាដូចបានទាំងអស់មកបងប្អូនខ្ញុំមិនថាបន្លែមិនថាមកមិនថាត្រីប្រភេទសាច់ប្រភេទនំអីក៏អាចដូចបានដែរបងប្អូនចាឬក៏យើងចង់កម្ដៅនំប៉័ងក៏កម្ដៅបានដែរបងប្អូនមិនសិននេះគឺស្រួលមែនតើមកបើថាយើងចង់ចំអិនសាច់ប្រភេទសាច់បីជាន់ណាចម្រោះខ្លាញ់បាន 80% ណាបងប្អូនគ្នាចាចម្រោះជាតិខ្លាញ់គឺបានល្អមែនតើមកប្រើមួយប្រភេទឆ្នាំនេះបងប្អូនអញ្ចឹងខ្ញុំរើសមុខងារចានេះមុខងារឆាប់របស់យើងមិនយើងដុតប្រភេទសាច់ខ្ញុំរើសមុខងារហ្នឹងនេះគឺកន្លែងរើសមុខងារបងប្អូនចានេះចំពោះឆ្នាំនេះគឺវាកណ្ដាលទីខ្លួនវាណាបងប្អូនគ្នាអញ្ចឹងគ្រាន់តែយើងរើសមុខងារមួយមកគឺវានឹងជំនឿយើងហើយបងប្អូនគ្នាចាហើយបងប្អូនគ្នាប្រើប្រភេទឆ្នាំគឺស្រួលប្រើមែនតើមកដោយសារអីដោយសារវាមានរូបភាពច្បាស់ៗជាក់លើអេក្រង់ឃើញណារូបភាពគឺច្បាស់ហ្មងឃើញណាចារូបភាពកលាន់នៅលើអេក្រង់អញ្ចឹងគឺល្អមែនតើហ្មងនេះគឺខ្ញុំរើសមុខងារចំអិនសាច់នេះមុខងារចំអិនសាច់180អង្សា180អង្សា13នាទីបងប្អូនអញ្ចឹងខ្ញុំចង់ដំឡើងអង្សាចាកន្លែងអង្សានេះកន្លែងអង្សាអញ្ចឹងខ្ញុំចុចកន្លែងអង្សាដំឡើងអង្សាចាខ្ញុំដាក់20បងប្អូនចាខ្ញុំដាក់20អង្សាអញ្ចឹងវាដំឡើងម្ដងមួយអញ្ចឹង20អង្សាហើយខ្ញុំដាក់15នាទីអូខេតើមកខ្ញុំចុចកន្លែងដាំនេះដល់យើងហ្នឹងឃើញទេម៉ាស៊ីននេះគឺប្រភេទម៉ាស៊ីនស្ងាត់បងប្អូនឃើញទេលឺសំឡេងអត់សូវលឺសំឡេងខ្លាំងទេបងប្អូនគ្នាសំឡេងវាគឺសំឡេងលឺសំឡេងបន្តិចបងប្អូនអត់លឺសំឡេងខ្លាំងដូចប្រភេទម៉ាស៊ីនបំពង់ស្គូទូទៅបងប្អូនគ្នាបំពង់ស្គូទូទៅគឺលឺសំឡេងខ្លាំងចាឥឡូវខ្ញុំទុកចោលរយៈពេល15នាទីកំឡុងពេលរយៈពេល15នាទីក៏យើងមើលវិញចាមើលវិញតើវាបានឆ្អិនសពល្អអត់បងប្អូនគ្នាតើនេះឆ្អិនហើយអានេះគឺខ្ញុំអត់ដាក់ឲ្យវាអស់ទីសាច់ឈ្ងុយហើយនេះសាច់របស់យើងណានេះអាំងអត់ប្រែអានេះខ្ញុំអាំងអត់ប្រែអាហ្នឹងអាំងទុកចោលប្រញាប់ក្រហមទាំងខាងទាំងនេះកងទាំងខាងនេះទាំងខាងនេះឃើញណាចាអូយឆ្ងាញ់ណាស់ខ្ញុំលើកទាំងអស់ហើយខ្ញុំអាំងអត់ប្រែអានេះណាអញ្ចឹងទៅនៅសល់2នាទីមិញខ្ញុំអាំងទៅវាបានខ្ញុំអាំងដាក់15នាទីសល់2នាទីអញ្ចឹងវា13នាទីនេះក្រហមល្អមែនទេណាក្រហមល្អមែនទេមកក្រៀមល្អឃើញទេចង់